សាស្នេហាអីគេភាសាស្នេហាយើងចាំបាច់ចង់ដឹងទៅអីសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះយើងមកនិយាយអំពី five love language ស្នេហាភាសាស្នេហាទាំង5ណាអញ្ចឹងវាក៏ជាកលឹះមួយដែរពីព្រោះអ្នកទាំងអស់គ្នាត្រូវដឹងថាចេះមនុស្សម្នាក់ៗគឺមានរបៀបផ្ដល់ហើយនឹងទទួលក្តីស្រឡាញ់ខុសគ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាដឹងថាដៃគូរបស់យើងមានភាសាស្នេហាអីខ្លះគឺធ្វើឲ្យអ្នកទាំងអស់គ្នាអាចរៀនសូត្រពីវាបានហើយអាចជួយឲ្យតំណែងរបស់អ្នកទាំងអស់គ្នានឹងកាន់តែរឹងមាំព្រោះនៅពេលដែលយើងដឹងថាយើងត្រូវផ្ដល់របៀបម៉េចហើយយើងត្រូវទទួលក្តីស្រឡាញ់នឹងរបៀបម៉េចអញ្ចឹងអ្នកទាំងអស់គ្នានឹងអាចកសាងតំណែងរបស់អ្នកទាំងអស់គ្នានឹងកាន់តែល្អប្រសើរអញ្ចឹងក្នុងថ្ងៃនេះខ្ញុំនឹងលើកមក5ហើយអានេះជាព័ត៌មានទូទៅដែលអ្នកទាំងអស់គ្នាប្រហែលជាឃើញតាមអ៊ីនធឺណិតច្រើនហើយប៉ុន្តែថ្ងៃនេះគឺខ្ញុំចង់មកបន្ថែមដូចគ្នាដែរថាតើមានអីជាខ្លះសម្រាប់អ្នកដែលគាត់អត់ទាន់ដឹងអញ្ចឹងទី1ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ពាក្យសម្ដីទី2ពាក់ព័ន្ធជាមួយនឹងរឿងនៃការផ្ដល់ពេលវេលាឲ្យគ្នាទី3គឺរឿងដែលពាក់ព័ន្ធជាមួយនឹងការទទួលយកអំណោយហើយទី4មានន័យថាសកម្មភាពអាចជួយគ្នាទៅវិញទៅមកឬក៏សម្រាប់បន្ទុកការងារអីផ្សេងៗទី5គឺការប៉ះពាល់មិនទៅប៉ះពាល់អីរាងកាយអីខ្លាំងទេអ្នកទាំងអស់គ្នាគ្រាន់តែការសកម្មភាពនៃកាយវិការដែលអ្នកទាំងអស់គ្នាធ្វើអញ្ចឹងណាអញ្ចឹងខ្ញុំសូមបកត្រឡប់មកទី1គឺ word of affirmation គឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ពាក្យសម្ដីអញ្ចឹងនៅក្នុងនោះគឺគេផ្ដោតទៅលើការនិយាយទៅសារការលើកទឹកចិត្តនិងការបញ្ជាក់ពីក្តីស្រឡាញ់តាមរយៈពាក្យសម្ដីអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងថាអ្នកខ្លះគឺគាត់ចូលចិត្តឲ្យគេទៅសារឲ្យគេលើកទឹកចិត្តតាមរយៈការប្រាប់ការនិយាយអញ្ចឹងកុំឲ្យពេលខ្លះកុំឲ្យមានអារម្មណ៍ថាខ្ញុំមិននិយាយទេខ្លាចគេដឹងចឹងអាពាក្យខ្លាចគេដឹងបើយើងស្រឡាញ់គ្នាយើងគួរតែប្រាប់គ្នាយើងគួរតែអបអរសាទរយើងគួរតែសរសើរអញ្ចឹងទៅហើយចំណុចសំខាន់នៅក្នុងរឿងហ្នឹងគឺពាក្យថាអរគុណប្រាប់គាត់ថាគាត់ធ្វើបានល្អឬក៏ខ្ញុំនៅក្បែរអ្នកនោះមានតម្លៃជាងមាសប្រាក់អីទៀតអញ្ចឹងអាហ្នឹងឯងជាអ្វីដែលអ្នកដែលគាត់មានភាសាស្នេហាពាក់ព័ន្ធជាមួយនឹងពាក្យសម្ដីហ្នឹងគឺគាត់ចង់បានហើយក៏គាត់ចង់ទទួលបានលើពីដៃគូរបស់គាត់ដូចគ្នាដែរហើយតកតមួយសកម្មភាពល្អៗហ្នឹងអាចជាការផ្ញើសារសួរសុខទុក្ខឬក៏យើងអាចមានវិធីសាស្ត្រអីមួយអាចថាវិធីសាស្ត្រចាស់កម្រិតទៅណាប៉ុន្តែសម្រាប់អ្នកដែលគាត់ចង់បង្កើតអត្ថន័យទំនងនៅកាន់តែល្អគាត់អាចមានវិធីសាស្ត្រនៅក្នុងការសរសេរក្តារតូចៗមួយឲ្យគ្នាទៅវិញទៅមកអញ្ចឹងអាហ្នឹងក៏ជាផ្នែកមួយដែលធ្វើឲ្យយើងនឹងផ្លាស់ប្ដូរអារម្មណ៍ហើយអាចថាតំណែងយើងនឹងអាចនឹងប្រសើរជាងមុនអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលពីដៃគូរបស់អ្នកទាំងអស់គ្នាដែរថាតើគាត់ជាក្រុមមនុស្សដែលភាសាស្នេហារបស់គាត់ពាក់ព័ន្ធជាមួយនឹងពាក្យសម្ដីដែរឬក៏អត់ទី2គឺការផ្ដល់ពេលវេលាមានតម្លៃអញ្ចឹងនៅក្នុងចំណុចនេះគឺមិនមែនគ្រាន់តែនៅក្បែរគ្នាទេមានន័យថាគឺជាការផ្ដោតអារម្មណ៍ពីគ្នាទៅវិញទៅមកអញ្ចឹងក្នុង quality time ហ្នឹងគឺមានអត្ថន័យមែនតើមានន័យថាមិនអ្នកទាំងអស់គ្នាគ្រាន់តែនៅជិតគ្នាហើយអ្នកទាំងអស់គ្នាអត់ចាប់អារម្មណ៍នៅផ្ទះមួយគ្នាឬក៏នៅកន្លែងណាជុំគ្នាប៉ុន្តែយើងអត់បានយកចិត្តទុកដាក់ទៅលើគ្នាទៅវិញទៅមកអញ្ចឹងអ្នកដែលគាត់មានភាសាស្នេហាតទៅមួយនឹង quality time ហ្នឹងគឺគាត់ត្រូវការយកចិត្តទុកដាក់ក៏ដូចជាការផ្ដោតអារម្មណ៍ទៅលើគ្នាទៅវិញទៅមកដែរហើយជាចំណុចសំខាន់នៅក្នុងនោះដែរគឺយើងអាចថាប្រើ eye contact មានន័យថាមើលភ្នែកគ្នានៅពេលដែលនិយាយឬក៏ស្ដាប់ដោយយកចិត្តទុកដាក់អាហ្នឹងគឺជាចំណុចមួយដែលសំខាន់សម្រាប់អ្នកដែលគាត់មានភាសាស្នេហ៍ទៅលើការផ្ដោតពេលវេលានឹងមែនតើហើយសកម្មភាពល្អៗដែលយើងអាចធ្វើបានហ្នឹងបើសិនជាអ្នកទាំងអស់គ្នានៅជិតគ្នានៅក្បែរគ្នាអ្នកទាំងអស់គ្នាគួរតែមានពេលដែលនិយាយជាមួយគ្នាហើយទូរស័ព្ទអីហ្នឹងខ្ញុំគិតថាវាអត់គួរចាំបាច់ត្រូវតែកាន់រហូតទេនៅពេលដែលយើងនិយាយគ្នាមិនមានន័យថាយើងនិយាយគ្នាប៉ុន្តែយើងកាន់ទូរស័ព្ទចុចរៀងខ្លួនណាអាហ្នឹងជាចំណុចមួយដែលធ្វើឲ្យអ្នកដែលគាត់មាន quality time ជាភាសាស្នេហ៍ហ្នឹងគឺគាត់ពិបាកនៅក្នុងការដែលទទួលបានការស្រឡាញ់ឬក៏ការយកចិត្តទុកដាក់អីចឹងទៅចំពោះភាសាស្នេហ៍ទី3ហ្នឹងគឺជាការទទួលអំណោយឬក៏កាដូអញ្ចឹងភាសាស្នេហានេះគឺអ្នកខ្លះគឺគាត់ចង់ឲ្យដៃគូរបស់គាត់នឹងបង្ហាញជាកាដូឲ្យជាកាដូដើម្បីឲ្យវានឹងជាវត្ថុមួយដែលជាតំណាងថាឲ្យពួកគាត់ដែលអ្នកឲ្យនឹងគឺស្ថិតនៅក្នុងចិត្តអញ្ចឹងមានន័យថានៅពេលដែលដៃគូរបស់យើងម្ខាងទៀតនឹងគាត់ឲ្យជាកាដូមានន័យថាអ្នកម្ខាងទៀតនឹងគឺដាក់ជាប់នៅក្នុងចិត្តអញ្ចឹងមិនមែនតែមនុស្សស្រីទេភាគច្រើនយើងគិតថាមនុស្សស្រីគឺគាត់ចង់បានកាដូពីមនុស្សប្រុសអញ្ចឹងប៉ុន្តែភាសាស្នេហ៍មិនតែមនុស្សស្រីតែគាត់ចង់បានកាដូទេសូម្បីតែមនុស្សប្រុសក៏គាត់អាចត្រូវការកាដូដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចសង្កេតមើលដៃគូរបស់យើងថាតើគាត់ជាក្រុមមនុស្សដែលចង់ឲ្យមានកាដូដែរអត់អញ្ចឹងមិនមែនកាដូធ្វើតែធំទេសូម្បីតែរបស់តិចតួចដែលជាអំណោយហ្នឹងក៏គាត់សប្បាយចិត្តដែរអញ្ចឹងអាហ្នឹងជាចំណុចមួយដែលអ្នកទាំងអស់គ្នាត្រូវដឹងដែរថាមិនថារបស់ថៃឬរបស់ថោកទេគឺគេនិយាយពីរឿងទឹកចិត្តហើយនឹងការចងចាំពាក់ព័ន្ធនឹងចំណូលចិត្តរបស់ដៃគូយើងដែរហើយដូចជាឧទាហរណ៍យើងអាចធ្វើបានណាគេចូលចិត្តញ៉ាំនំអីញ៉ាំភេសជ្ជៈអីអញ្ចឹងទៅអាចទិញឲ្យគេតិចតួចឬក៏របស់ណាមួយតូចដែលជូនគេក្នុងថ្ងៃពិសេសក៏វារត់តាមល្អប្រសើរដែរធ្វើឲ្យតំណទាំងពីរហ្នឹងវាល្អប្រសើរជាងមុនចំពោះភាសាស្នេហ៍ទាក់ទងជាមួយនឹង act of service វិញគឺអ្នកទាំងអស់គ្នាអាចសង្កេតមើលបានឬក៏អាចប្រាប់ទៅដៃគូរបស់យើងបានបើសិនជាពេលខ្លះពួកគាត់អាចយល់ឬក៏អាចដឹងពីភាសាស្នេហារបស់យើងអញ្ចឹងក្នុងចំណុចនេះមានន័យថា
ចេញជាសកម្មភាពចឹងអាសកម្មភាពតូចៗនៅពេលដែលអ្នកទាំងអស់គ្នាធ្វើអីមួយហ្នឹងហើយដៃគូរបស់អ្នកទាំងអស់គ្នាហ្នឹងគឺមកជួយធ្វើមកជួយសម្រាលបន្ទុកដូចជាសំបីតារបស់ខ្លះអញ្ចឹងទៅជួយកាន់តិចតួចអីក៏ដោយប៉ុន្តែអាហ្នឹងជាចំណុចតូចៗដែលពួកគាត់កាន់តែស្រឡាញ់អ្នកទាំងអស់គ្នាអញ្ចឹងចំណុចដែលសំខាន់ហ្នឹងមិនតែត្រឹមតែការនិយាយទេប៉ុន្តែជាសកម្មភាពដែលធ្វើផ្ទាល់អញ្ចឹង act of service ហ្នឹងដៃគូរបស់យើងគឺចង់ឃើញឲ្យយើងមានសកម្មភាពច្រើនជាងពាក្យសម្ដីដែលយើងនិយាយអញ្ចឹងការងារតិចតួចឬក៏របស់តិចតួចអាហារជួយអីតិចតួចមិនមែនជាការដែលធ្វើការងារធំដុំឲ្យគ្នាទៅវិញទៅមកប៉ុន្តែសកម្មភាពតូចៗដែលអ្នកទាំងអស់គ្នាអាចជួយគ្នាបានធ្វើជាមួយគ្នាបានហ្នឹងគឺជាសកម្មភាពដែលជាភាសាស្នេហាមួយដែរដែលអ្នកទាំងអស់គ្នាអាចធ្វើបានដើម្បីពង្រឹងចំណងស្នេហារបស់អ្នកទាំងអស់គ្នានឹងបានល្អហើយចុងក្រោយចំណុចទី5ហ្នឹងគឺពាក់ព័ន្ធជាមួយនឹង physical touch មានន័យថាយើងប៉ះពាល់តាមរយៈរាងកាយដើម្បីបង្កើនភាពស្និទ្ធស្នាលអញ្ចឹងចំណុចនេះមិនមែនទៅធ្វើលើសទេអ្នកទាំងអស់គ្នាខ្ញុំចង់បញ្ជាក់គឺការបង្ហាញក្តីស្រឡាញ់តាមការប៉ះពាល់ហ្នឹងដូចជាកាន់ដៃកាន់ស្មាផ្អែកស្មាផ្អែកក្បាលថ្នមៗអីចឹងណាចឹងសកម្មភាពទាំងអស់ហ្នឹងសុទ្ធតែអ្នកទាំងអស់គ្នាអាចធ្វើបានហើយអ្នកដែលគាត់មានភាសាស្នេហ៍ទៅលើ physical touch ហ្នឹងពេលដែលអ្នកទាំងអស់គ្នាអាចក្បាលកាន់ដៃចាប់ដៃឬក៏អាចស្មាតិចតិចអីចឹងទៅគឺជាអារម្មណ៍មួយដែលប្រសើរមែនទែនវាអាចបង្កើតរឿងអារម្មណ៍សុខភាពហើយនិងភាពកក់ក្ដៅប៉ុន្តែខ្ញុំចង់បញ្ជាក់វាមិនមែនពាក់ព័ន្ធជាមួយនឹងរឿងផ្លូវភេទទេហើយអ្នកដែលគាត់មាន physical touch ហ្នឹងភាសាស្នេហាបែបហ្នឹងគឺការដែលយើងធ្វើសកម្មភាពតិចតិចហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងសប្បាយចិត្តមែនទែនអញ្ចឹងវាក៏ជាផ្នែកមួយជួយឲ្យតំណែងរបស់អ្នកទាំងអស់គ្នាហ្នឹងល្អប្រសើរអញ្ចឹងពាក់ព័ន្ធជាមួយនឹងការដឹងអំពីភាសាស្នេហារបស់ខ្លួនឯងក៏ដូចជាដៃគូហ្នឹងគឺវាដូចជាការដែលដឹងពីលេខកូដសម្ងាត់គ្នាទៅវិញទៅមកដើម្បីបើកបេះដូងឲ្យយើងនឹងម្ខាងទៀតហ្នឹងស្គាល់គ្នាកាន់តែច្បាស់អញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងយល់អំពីភាសាស្នេហ៍របស់ខ្លួនឯងហើយនឹងដៃគូរបស់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នានឹងមានស្នេហាមួយដែលអត់អង្គគឺហើយយើងគង់វង្សយូរវែងអញ្ចឹងជូនពរអ្នកទាំងអស់គ្នាស្រឡាញ់គ្នាហើយយល់ពីគ្នាបានច្រើនអរគុណបាយបាយ